សួស្តីអ្នកទាំងអស់គ្នាខ្ញុំអាសាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះគឺយើងនឹងមកសម្រាយសាច់រឿងតាក់ទងជាមួយនឹងតួអង្គ Black Adam Shazam ក៏ដូចជាការប្រយុទ្ធគ្នាជាមួយនឹង Superman ផងដែរតាមពិតទៅជាមួយនឹងខ្សែភាពយន្ត Superman ថ្មី TV show Peacemaker ឬក៏ Creature Commando ចក្រវាល DC នឹងគឺ reboot សារឡើងវិញហើយប៉ុន្តែដោយសារតែខ្ញុំធ្វើវីដេអូរឿងយឺតឥឡូវនេះគឺខ្ញុំសូមត្រឡប់ទៅកាន់សាច់រឿងនៃចក្រវាល DCEU ចាស់ប្រហែលអ្នកសិនមុននឹងចាប់ផ្ដើមចក្រវាល DCU ថ្មីដែលគ្រប់គ្រងដោយ James Gunn នឹងដូច្នេះគម្រោងចាំយូរគឺយើងចូលមកមើលសាច់រឿងនេះទាំងអស់គ្នា Black Adam, we should talk. កាលពីយូរលង់ណាស់មកហើយពពួកអាទិទេពនិងមនុស្សលោកធម្មតាហ្នឹងគឺរស់នៅជាមួយគ្នាលើភពផែនដីនេះប៉ុន្តែដោយសារតែមើលឃើញថាអាទិទេពខ្លះបានប្រើ power របស់ខ្លួនធ្វើបាបមនុស្សលោកខ្លាំងពេកទើបក្រុម Crucial មួយក្រុមហៅថា The Council of Wizards ហ្នឹងក៏បានរៀបគម្រោងក្នុងការលួចយកដំបងវេទមន្តរបស់អាទិទេពយក្ស Atlas ដែលមានផ្ទុកនៅធម្មពលរបស់អាទិទេពជាច្រើននៅក្នុងហ្នឹងហើយក្រុម Crucial ក៏យកដំបងវេទមន្តនោះកាត់ផ្ដាច់ឋានអាទិទេពចេញពីឋានមនុស្សលោកនិងបដិញ្ញាចិត្តក្នុងការប្រើប្រាស់វាការពារជនស្លូតត្រង់នៅលើផែនដីនេះពីបិសាចអាក្រក់ផ្សេងគឺដូចជាបិសាចនៃអំពើបាបទាំង7ឬក៏បិសាចមកពីឋាននរកអីជាដើមកាន់មកដល់ពេលវេលាមួយប្រហែលជា 2500 ឆ្នាំមុនគ្រិស្តសករាជនៅលើទឹកដីនៃនគរខណ្ឌដានៅទីនោះប្រជាជនស្លូតត្រង់ជាច្រើនគឺត្រូវធ្លាក់ក្នុងវណ្ណៈទាសករក្រោមការដឹកនាំដោយស្ដេចអាក្រក់មួយអង្គឈ្មោះ Acton ហើយស្ដេចអាក្រក់ម្នាក់នេះគឺងប់ងល់ចង់បានអំណាចធម្មពលខ្លាំងក្លាដាច់គេដូច្នេះគាត់ក៏មានបំណងក្នុងការបង្កើតមកុដបិសាច Sabbath ដែលអាចផ្ដល់ឲ្យខ្លួនគឺនៅធម្មពលដ៏ខ្លាំងក្លាចេញពីបិសាចនរកទាំង6អញ្ចឹងហើយទើបស្ដេច Acton គឺបានបញ្ជាធ្វើបាបទាសករជាច្រើនឲ្យជីកដីជីកភ្នំស្វែងរកលោហៈកម្រហៅថា Eternium ដើម្បីយកមកបង្កើតមកុដបិសាចមួយនោះហើយទោះជារងទោសលំបាកយ៉ាងណាក៏ប្រជាពលរដ្ឋម្នាក់នឹងគឺមិនហ៊ានតវ៉ាប្រឆាំងនឹងអំណាចផ្ដាច់ការរបស់ស្ដេចអាក្រក់ម្នាក់នេះនោះទេពលគឺមានតែក្មេងប្រុសម្នាក់ប៉ុណ្ណោះឈ្មោះ Harut ដែលមានភាពក្លាហាននិងហ៊ានក្រោកឈរប្រឆាំងជាមួយនឹងស្ដេច Acton ហើយគាត់នឹងក៏បាននិយាយលើកទឹកចិត្តប្រជាពលរដ្ឋឲ្យមានស្មារតីរួបរวมសាមគ្គីផ្ដួលរលំស្ដេចអាក្រក់ម្នាក់នេះទាំងអស់គ្នាចំណែកស្ដេច Acton វិញនៅពេលឃើញក្មេងប្រុសម្នាក់នេះហ៊ានបះបោរអញ្ចឹងគាត់ក៏បានបញ្ជាទាហានឲ្យទៅចាប់ខ្លួន Harut យកមកប្រហារជីវិតផងដែររីឯ Tess Adam ដែលជាឪពុករបស់ Harut ទោះជាខំប្រឹងយ៉ាងណាក៏មិនអាចជួយកូនប្រុសបានឡើយប៉ុន្តែក្នុងពេលនោះដែរក្មេងប្រុសម្នាក់នេះគឺត្រូវបានក្រុម Crucial The Council of Wizards ជួយសង្គ្រោះយកទៅហើយដោយសារតែបានឃើញពីកម្លាំងក្លាហាននិងវីរភាពដ៏អស្ចារ្យរបស់ Harut ក្រុម Crucial ក៏បានប្រើដំបងវេទមន្តនិងផ្ទេរធម្មពលដ៏ខ្លាំងក្លារបស់អាទិទេព Azib ឲ្យទៅកាន់គាត់គឺមានភាពធន់រឹងមាំរបស់អាទិទេពស៊ូល្បឿនរបស់អាទិទេព Heru កម្លាំងរបស់អាទិទេព Amon ប្រាជ្ញារបស់អាទិទេព Zehuti ធម្មពលរបស់អាទិទេព Ethan និងភាពក្លាហានរបស់អាទិទេព Mehen ហើយសរុបចូលគ្នាទៅគ្រាន់តែនិយាយពាក្យ Shazam ក្មេងប្រុស Harut ក៏បានក្លាយទៅជាវីរបុរសដ៏ពូកែអស្ចារ្យនិងអាចប្រើធម្មពលទាំងនេះទៅជួយសង្គ្រោះប្រជាពលរដ្ឋនៃនគរខណ្ឌដាករបស់ខ្លួនចំណែកស្ដេច Acton វិញក្រោយពេលដែលខ្លួនមិនអាចធ្វើអ្វីទៅលើ Harut បានគាត់ក៏បានបញ្ជាកូនចៅឲ្យទៅសម្លាប់ឪពុកម្ដាយរបស់ក្មេងប្រុសម្នាក់នេះផងដែរគឺ Tess Adam ហើយនិង Siruta ហើយតម្រាំតែ Harut បានមកជួយនឹងគឺហួសពេលទៅហើយម្ដាយរបស់គាត់គឺត្រូវបានគេសម្លាប់រីឯឪពុកវិញក៏រងរបួសធ្ងន់ជិតអស់ដង្ហើមស្លាប់ដូចគ្នាដូច្នេះហើយដើម្បីអាចជួយជីវិតឪពុកបាន Harut ក៏បានឲ្យគាត់និយាយពាក្យ Shazam និងផ្ទេរធម្មពលរបស់ខ្លួនឲ្យទៅកាន់ Tess Adam ដែលជាឪពុករួចគ្រាន់តែបានប្រែទៅជាក្មេងប្រុសមនុស្សធម្មតាភ្លាមក្រុមឃាតកររបស់ស្ដេច Acton នឹងក៏បានបាញ់ព្រួយសម្លាប់ Harut ចោលផ្លែតនៅទីនោះតែម្ដងនៅពេលឃើញបែបនេះចំពោះ Tess Adam វិញគឺមានកំហឹងនិងភាពឈឺចាប់យ៉ាងខ្លាំងព្រោះត្រូវសម្លឹងមើលប្រពន្ធនិងកូនប្រុសជាទីស្រឡាញ់ស្លាប់នៅនឹងមុខបែបនេះហើយជាមួយនឹងធម្មពលអាទិទេពយ៉ាងខ្លាំងក្លាពេញខ្លួន Tess Adam ក៏បានស្រែកទាំងកំហឹងហោះឡើងទៅលើមេឃលេចចេញមកនៅឈុតពណ៌ខ្មៅក៏ដូចជាប្រាជ្ញាសម្រាប់អ្នកគ្រប់គ្នាដែលពាក់ព័ន្ធនឹងការស្លាប់ប្រពន្ធកូននៅក្នុងពេលនោះដែរស្ដេច Acton គឺបានបង្កើតមកុដបិសាច Sabbath បានសម្រេចទៅហើយប៉ុន្តែមិនទាន់បានយកវាមកពាក់ផង Tess Adam ក៏បានដើរចូលមកទាំងកំហឹងនិងប្រើធម្មពលយ៉ាងខ្លាំងក្លាសម្រាប់ស្ដេច Acton ក៏ដូចជាអ្នកគ្រប់គ្នាពេញរាជវាំងទាំងមូលផងដែរប៉ុន្តែដោយសារតែភាពសាហាវព្រៃផ្សៃបែបនេះហើយទើបក្រុម Crucial The Council of Wizards ក៏មានបំណងចង់ស្រូបយកធម្មពលទាំងនោះចេញពីខ្លួនរបស់ Tess Adam វិញប៉ុន្តែ Tess Adam ក៏បានប្រយុទ្ធតទល់សម្រាប់ Crucial ទាំងនោះអស់និងដោះលែងបិសាចនៃអំពើបាបទាំង7ឲ្យមានសេរីភាពពលគឺលើកលែងតែ Wizard ម្នាក់ឈ្មោះ Shazam ប៉ុណ្ណោះដែលមានសមត្ថភាព
ភាពអាចបង្ក្រាប Tess Adam បានក៏ដូចជាឃុំបិសាចនៃអំពើបាបទាំង7នៅក្នុងរូបសំណាកហើយគាត់នឹងក៏បានប្រើធម្មពលស្ទឹងតែអស់ពីខ្លួនឃុំឃាំង Tess Adam ហើយនឹងមកកត់បិសាចសាបាក់នឹងទុកនៅក្នុងភ្នូរបុរាណមួយផងដែរនិងការពារកុំឲ្យនរណាគេរកឃើញកន្លែងនឹងឲ្យសោះរួចក្រោយមកទៀតរឿងរ៉ាវរបស់ Tess Adam និងស្ដេច Acton នឹងក៏បានคล้ายទៅជាទេវកថានិយាយតៗគ្នានៅក្នុងការចងចាំរបស់ប្រជាជននគរ Kandak នេះក៏ដូចជាកសាងរូបសំណាកដ៏ធំមួយឲ្យទៅកាន់គាត់ផងដែរឆ្លងកាលរយៈពេលជិត 5000 ឆ្នាំក្រោយមកដល់ពេលបច្ចុប្បន្ននេះ Kandak គឺនៅតែជាប្រទេសមួយមិនទាន់មានការអភិវឌ្ឍសន្តិភាពនៅឡើយទេនិងឆ្លងកាត់របបផ្ដាច់ការពីមួយទៅមួយរហូតហើយក្នុងពេលថ្មីនេះគឺមានក្រុមទាហានអាក្រក់ហៅថា Intergang មកគ្រប់គ្រងប្រទេសនេះទៀតផងរួចក៏បានជីកយករ៉ែធម្មជាតិដ៏មានតម្លៃ Eternia នឹងយកទៅលក់ក្នុងទីផ្សារងងឹតផងដែរបន្តមកទៀតយើងក៏បានណែនាំឲ្យស្គាល់អ្នកស្រាវជ្រាវមួយក្រុមដឹកនាំដោយ Adriana និង Ismael កំពុងតែស្វែងរកមកុដបិសាចសាបាក់នៅក្នុងរូងភ្នំនៃប្រទេស Kandak នេះដើម្បីកុំឲ្យវាធ្លាក់ក្នុងដៃរបស់ពួកអាក្រក់ Intergang ប៉ុន្តែការពិតទៅអាមួយ Ismael នេះក៏ជាគ្នារបស់ពួក Intergang ដែរនិងមានបំណងអាក្រក់ផ្សេងលាក់ទុកមិនឲ្យ Adriana ដឹងឡើយរួចក្នុងពេលដែល Adriana បានស្វែងរកឃើញមកុដបិសាចនឹងហើយពួកទាហាន Intergang ជាច្រើនក៏បានមកហុំព័ទ្ធទីនេះគំរាមឲ្យនាងប្រគល់មកុដមួយនេះមកចំណែកឯ Adriana វិញក៏បានប្រទះឃើញភ្នូរបុរាណរបស់ Tess Adam នៅទីនោះដូចគ្នានិងមានពាក្យបាលីចារទុកនៅលើភ្នូរមួយនេះទៀតផងរួចនៅពេលដែលនាងសូត្រពាក្យបាលីនឹងទៅក៏ដូចជានិយាយពាក្យ Shazam រំពេញនោះដែរធម្មពលរន្ទះក៏បានបាញ់ចុះមកនិងធ្វើឲ្យ Tess Adam ភ្ញាក់ចេញពីដំណេកដ៏យូរលង់មួយនេះរួចក៏បានរួចខ្លួនពីការឃុំឃាំងរបស់ Crucial ផងដែរចំណែកឯពួកទាហាន Intergang វិញក៏ភ័យមែនទែននៅពេលឃើញអញ្ចឹងរួចក៏បានទាញកាំភ្លើងមកបាញ់រះលើ Tess Adam តែម្ដងប៉ុន្តែពួកវាគឺមិនអាចធ្វើអ្វីទៅលើគាត់បានឡើយនិងត្រូវបាន Tess Adam សម្លាប់ចោលម្ដងម្នាក់ប៉ុន្តែនៅពេលដែលទាហាន Intergang ម្នាក់បានប្រើគ្រាប់មីស៊ីលធ្វើចេញពីលោហៈ Eternium វាក៏អាចបាញ់ Tess Adam ឲ្យដួលស្លាប់ផងដែររឿងនៅពេលឃើញអញ្ចឹង Adriana ក៏បានជួយសង្គ្រោះគាត់យកទៅសម្រាកនៅផ្ទះរបស់នាងបណ្ដោះអាសន្នសិនហើយនៅពេលដែល Tess Adam ភ្ញាក់ពីស្លាប់វិញគាត់នឹងក៏បានជួបជាមួយនឹងក្មេងប្រុស Amon ដែលជាកូនប្រុសរបស់ Adriana ហើយ Amon នឹងគឺជា fan ផ្កាប់មុខរបស់ក្រុម Superhero Justice League តែម្ដងនិងមានបិទ poster របស់ពួកគេគ្រប់កន្លែងពេញបន្ទប់ហើយគាត់នឹងក៏បានចាត់ទុក Tess Adam គឺជា Superhero ប្រចាំប្រទេស Kandak នេះនិងអាចបង្ក្រាបពួក Intergang សង្គ្រោះប្រជាពលរដ្ឋគ្រប់គ្នាបានហើយចំណែក Tess Adam ក៏បានតបទៅវិញថាគាត់នឹងមិនមែនជា hero អីនោះទេហើយក៏ភ្ញាក់ផ្អើលផងដែរមិននឹកស្មានថាខ្លួនត្រូវបាន Crucial ឃុំឃាំងអស់រយៈពេលជិត 5000 ឆ្នាំហើយពិភពលោកឥឡូវនេះគឺផ្លាស់ប្ដូរច្រើនមែនទែនប៉ុន្តែអ្វីដែលមិនបានផ្លាស់ប្ដូរនឹងគឺថាប្រជាជនស្លូតត្រង់ជាច្រើនគឺនៅតែរងការធ្វើបាបពីជនអាក្រក់និងពួកអ្នកមានអំណាចដដែលការត្រឡប់មកកាន់ Amanda Waller វិញដែលជាអ្នកធ្វើការឲ្យរដ្ឋាភិបាលក៏ដូចជាជំនាញមើលការខុសត្រូវពួក Superhero នាងក៏បានរកឃើញផងដែរពីការត្រឡប់មកវិញរបស់ Tess Adam ហើយបើតាមពាក្យបុរាណចាស់មក Tess Adam នេះមិនមែនជាមនុស្សល្អនោះទេដូច្នេះគាត់ក៏បានតាក់ទងទៅកាន់ក្រុម Superhero មួយហៅថា Justice Society of America ដែលមានសមាជិកដូចជា Hawkman, Crucial, Dr. Fate, Atom Smasher ហើយនិង Cyclone ហើយក្រោយពីបានជួបជុំគ្នាហើយពួកគេទាំង4នឹងក៏បានធ្វើដំណើរទៅកាន់ប្រទេស Kandak ដើម្បីចាប់ខ្លួន Tess Adam រួចនៅក្នុងពេលនោះ Tess Adam នឹងគឺកំពុងតែចាត់ការពួក Intergang ដែលកំពុងតែធ្វើបាបក្មេងប្រុស Amon ហើយនិងប្រជាពលរដ្ឋ Kandak រួចគាត់នឹងក៏មិនបន្ធូរដៃឲ្យពួកអាក្រក់នោះដែរចាប់បានគឺត្រូវតែសម្លាប់ចោលទាំងអស់គ្មានធម្មតាឬក៏ទុកជីវិតអីឡើយចំណែកឯក្រុម Justice Society វិញនៅពេលបានឃើញ Tess Adam សម្លាប់មនុស្សឆៅបែបនេះពួកគេនឹងក៏បានរួមគ្នាចូលទៅប្រយុទ្ធជាមួយនឹងគាត់ផងដែរដោយ Hawkman គឺបានបញ្ចេញស្លាបរបស់គាត់ហោះចូលទៅវាយជាមួយ Tess Adam រីឯ Dr. Fate វិញគឺជាកំពូល Crucial ប្រើវេទមន្តគ្រប់ប្រភេទនិងជាពិសេសនឹងគឺបានបំបែកភាគទៅចាប់ខ្លួនគាត់រីឯ Atom Smasher គឺបានពង្រីកខ្លួនទៅជាមនុស្សយាវាយ Tess Adam ចំណែកឯ Cyclone វិញគឺបានបញ្ចេញនៅកម្លាំងខ្យល់គួចប៉ុន្តែទោះជាយ៉ាងណាពួកគេនេះគឺមិនអាចតទល់នឹងបង្ក្រាបធម្មពលដ៏ខ្លាំងក្លារបស់ Tess Adam បានឡើយនៅក្នុងពេលនោះដែរក្មេងប្រុស Amon ក៏ត្រូវបាន Ismael និងក្រុម Intergang របស់វាចាប់ខ្លួនបាត់ទៅហើយ Tess Adam ក៏ព្យាយាមដេញតាមពួកវាផងដែរដែលកំពុងតែជិះម៉ូតូហោះរួនប៉ុន្តែគឺនៅតែមិនអាចស្វែងរក Amon ឃើញដូច្នេះគាត់ក៏បានទៅចាប់ខ្លួនទាហាន Intergang 2នាក់ហោះឡើងទៅលើមេយ៉ាងខ្ពស់ទម្លាក់មួយសម្រាប់ចោលហើយក៏គំរាមមួយទៀតថាទីតាំងមេធំរបស់ឯងនៅទីណាហើយវាក៏បានសារភាពពីទីតាំងបន្ទាយនៅកន្លែងជីករ៉ៃ Eternia មួយចំណែកក្រុម Justice Society ជាពិសេសនោះគឺ Hawkman គឺមានការឆ្លោះប្រកែកគ្នា
គ្នារវាយជាមួយនឹង Tess Adam ច្រើនដងមែនតើដោយសារតែ Tess Adam គឺបន្តសម្លាប់មនុស្សមិនញញើដៃហើយ Super Hero គឺមិនសម្លាប់មនុស្សឡើយចំណែកឯ Tess Adam ក៏បានតបទៅវិញថាខ្លួននឹងមិនមែនជា Hero នោះទេបន្តមកទៀតគាត់ជាមួយនឹងក្រុម Justice Society ក៏បានធ្វើដំណើរទៅរក Ismael ដើម្បីជួយសង្គ្រោះក្មេងប្រុស Amon ហើយពេលទៅដល់ Ismael ក៏បានទាមទារឲ្យពួកគេនឹងប្រគល់មកុដបិសាចសាបាបើមិនដូច្នោះគឺនឹងគំរាមសម្រាប់ Amon ចោលហើយ Adriana នៅពេលឃើញកូនប្រុសមានគ្រោះថ្នាក់បែបនេះក៏បង្ខំចិត្តប្រគល់មកុដមួយនោះឲ្យទៅកាន់ Ismael ផងដែររួចពួកគេក៏បានរកឃើញថាមួយ Ismael នេះគឺជាកូនចៅជាប់សាច់ឈាមគ្នាជាមួយនឹងស្ដេច Aton ដែល Tess Adam នឹងគឺបានសម្លាប់តាំងពី 5000 ឆ្នាំមុននោះរួចទោះជាវាបានមកុដនៅក្នុងដៃក៏ដោយ Ismael នឹងគឺនៅតែទាញកាំភ្លើងមកចង់បាញ់សម្លាប់ Amon ដដែលហើយភ្លាមនោះ Tess Adam ក៏បានហោះទៅបាំងគ្រាប់កាំភ្លើងនឹងរួចក៏បានបញ្ចេញនៅធម្មពលយ៉ាងខ្លាំងក្លាសម្រាប់ Ismael និងគ្នារបស់វាចោលហើយក៏បានផ្ទុះកន្លែងមួយនេះផងដែររួចក៏បានធ្វើឲ្យក្មេងប្រុស Amon នឹងគឺមានរបួសយ៉ាងធ្ងន់អញ្ចឹងហើយក៏ធ្វើឲ្យ Tess Adam មានអារម្មណ៍ខកចិត្តមែនទែនបន្តមកគាត់ក៏បាននឹករលឹកដល់រឿងកាលពី 5000 ឆ្នាំមុនដែលការពិតទៅកូនប្រុសរបស់ខ្លួន Harut ទើបជាវរៈវរោះដ៏ពិតប្រាកដចំណែកឯគាត់វិញគឺមិនស័ក្តិសមខ្លាយទៅជាម្ចាស់ធម្មពលដ៏ខ្លាំងក្លាទាំងនេះនោះទេដូច្នេះហើយ Tess Adam ក៏សម្រេចចិត្តនិយាយពាក្យ Shazam កែប្រែទៅជាមនុស្សធម្មតាវិញរួចក៏បានប្រគល់ខ្លួនឲ្យទៅកាន់ Hawkman និងក្រុម Justice Society ចាប់ខ្លួនយកទៅហើយក្រុមការងាររបស់ Amanda Waller ក៏បានយកគាត់ទៅឃុំឃាំងនៅក្នុងគុកក្រោមទឹកដ៏តឹងរ៉ឹងមួយផងដែរត្រឡប់មកកាន់ Ismael វិញយើងក៏បានរកឃើញថាការពិតទៅវាគឺមានចេតនាស្លាប់នៅក្រោមដៃរបស់ Tess Adam ដើម្បីឲ្យប្រលឹងខ្លួនអាចឆ្លងទៅកាន់ឋាននរកហើយដោយសារតែមានមកុដបិសាចសាបាក់នៅក្នុងដៃ Ismael ក៏ត្រូវបានជ្រើសរើសក្លាយទៅជា Champion របស់បិសាចនរកទាំង6និងបានរស់ឡើងវិញចាប់ជាតិក្នុងរូបរាងជាបិសាចសាបាក់តែម្ដងរួចនៅពេលឃើញបែបនេះក្រុម Justice Society ក៏បានប្រញាប់ទៅប្រយុទ្ធតទល់ជាមួយនឹងសាបាក់ផងដែរព្រោះថាបើសិនជាវាអាចឡើងទៅអង្គុយលើរាជបល្ល័ង្កនគរខណ្ឌដាក់បាននោះបិសាចម្នាក់នេះគឺនឹងអាចបើកទ្វារឋាននរកនិងឲ្យប្រែតឆ្លងមកកាន់ផែនដីជាមិនខានចំណែកឯកំពូល Crucial Dr. Fate វិញគឺបានសម័យឃើញអនាគតផងដែរថា Hawkman នឹងគឺនឹងស្លាប់ក្រោមដៃរបស់បិសាចម្នាក់នេះដូច្នេះហើយគាត់នឹងក៏បានសម្រេចចិត្តជួយកែប្រែវាសនារបស់ Hawkman និងបានជប់ចេញនៅរបាំងវេទមន្តដ៏ធំមួយព័ទ្ធជុំវិញហើយ Dr. Fate ម្នាក់ឯងក៏បានចូលទៅប្រយុទ្ធមួយស្មើជាមួយនឹងបិសាចសាបាក់ផងដែរមិនឲ្យអ្នកផ្សេងមកជួយឡើយរួចដោយសារតែដឹងថាមានតែ Champion របស់ Wizard តែប៉ុណ្ណោះទើបអាចយកឈ្នះបិសាចនេះបានក្នុងពេលប្រយុទ្ធនឹង Dr. Fate ក៏បានប្រើសិលដកប្រលឹងទៅជួបជាមួយនឹង Tess Adam ដែលកំពុងតែត្រូវបានជាប់ឃុំរួចគាត់នឹងក៏បានហៅ Tess Adam ឲ្យភ្ញាក់ឡើងមកវិញក៏ដូចជាដោះលែងគាត់ឲ្យមានសេរីភាពផងដែរហើយទម្រាំតែគាត់ទៅដល់ Dr. Fate នឹងគឺបានស្លាប់នៅក្រោមដៃរបស់សាបាក់បាត់ទៅហើយរីឯ Hawkman, Cyclone និង Atom Smasher វិញគឺមិនអាចតស៊ូជាមួយនឹងបិសាចនេះបាននោះទេរួចវានឹងក៏បានឡើងទៅអង្គុយលើរាជបល្ល័ង្កក៏ដូចជាបញ្ជូនប្រែតនរកជាច្រើនឆ្លងមករាតត្បាតផែនដីនេះរួចក្នុងពេលនោះដែរ Adriana, Amon និងប្រជាពលរដ្ឋខណ្ឌដាក់ជាច្រើនក៏បានមកសាមគ្គីគ្នាប្រយុទ្ធជាមួយនឹងប្រែតទាំងហ្នឹងចំណែកឯ Tess Adam ក៏បានហោះមកបើកឆាកប្រយុទ្ធគ្នាជាមួយនឹងបិសាចសាបាក់តែម្ដងហើយនៅពេលនោះ Hawkman ក៏បានប្រើមួកវេទមន្តរបស់ Dr. Fate បញ្ចេញនៅសិលបំបែងភារួចក៏បានចូលទៅវាយបិសាចសាបាក់ឲ្យវារៀងវល់ផងដែរហើយក៏បានផ្ដល់ឱកាសឲ្យ Tess Adam ចាប់បិសាចមួយនេះបាននិងហោះឡើងទៅលើមេឃក៏ដូចជាបញ្ចេញធម្មពលយ៉ាងខ្លាំងហើយខ្លួនវាជាពីរនិងសម្លាប់សាបាក់ចោលបានសម្រេចរួចគាត់នឹងក៏អាចបិទទ្វារឆ្លងភូមិក៏ដូចជាបញ្ជូនប្រែតទាំងនោះត្រឡប់ទៅកាន់ឋាននរកវិញបន្ទាប់ពីភាពវឹកវរនៅទីនោះបានបញ្ចប់ក្រុម Justice Society ក៏បានសម្រេចចិត្តចរចាសន្តិភាពជាមួយនឹង Tess Adam និងទទួលស្គាល់គាត់ថាជាអ្នកគ្រប់គ្រងការពារប្រទេសខណ្ឌដាក់មួយនេះចំណែក Tess Adam ក៏បានគិតផងដែរថាឈ្មោះនឹងគឺដូចជាបុរាណហួសសម័យនិងបានកែប្រែទៅជា Black Adam វិញក្រោយមកទៀត Amanda Waller ក៏បានតាក់ទងមកកាន់ Black Adam និងនិយាយទទួលស្គាល់គាត់ថាជាអ្នកកាន់ការប្រទេសខណ្ឌដាក់ប៉ុន្តែក៏ប្រមានផងដែរថាបើសិនជាហ៊ានឈានជើងតែមួយជំហានចេញពីព្រំដែនប្រាកដជាមានបញ្ហាជាមិនខានចំណែក Black Adam ក៏បានតបទៅវិញថាគ្មាននរណាគេនៅលើផែនដីនេះអាចបញ្ឈប់ខ្លួនបានឡើយរួចនៅពេលហ្នឹង Superman ក៏បានហោះចុះមកនិងចង់និយាយចរចាគ្នាជាមួយ Black Adam ផងដែរការត្រឡប់មកកាន់ Wizard ឈ្មោះ Shazam នោះវិញក្នុងរយៈពេលប៉ុន្មានពាន់ឆ្នាំក្រោយមកនេះធម្មពលរបស់គាត់នឹងគឺចុះខ្សោយទៅហើយក៏ត្រូវការ Champion ថ្មីដើម្បីបន្តវេនរបស់ខ្លួនធ្វើជាអ្នកការពារផែនដីនេះហើយរឿងដ៏ធំនឹងក្នុងពេលថ្មីៗនឹង Dr. Sivana គឺបានដោះ
លេងបិសាចនៃអំពើបាបទាំង7អញ្ចឹងហើយដោយសារតែគ្មានជំរឿសអីច្រើន Wizard Shazam ក៏បានជ្រើសរើសក្មេងប្រុសអាយុ14ឆ្នាំម្នាក់ឈ្មោះ Billy Batson ឲ្យមកទទួលធម៌ពលរបស់ខ្លួនរួចគ្រាន់តែ Billy បានកាន់ដំបងវេទមន្តរបស់ Cruiser និងនិយាយពាក្យថា Shazam គាត់ក៏បានប្រែកាឡាខ្លួនទៅជា Superhero មានធម៌ពលអាទិទេពនៅក្នុងខ្លួនផងដែរគឺដូចជាប្រាជ្ញារបស់អាទិទេព Solomon កម្លាំងអាទិទេព Hercules ភាពរឹងមាំអាទិទេព Atlas ធម៌ពលរបស់អាទិទេព Zeus ភាពក្លាហានរបស់អាទិទេព Achilles និងល្បឿនដ៏លឿនរបស់អាទិទេព Mercury ហើយ Cruiser ក៏បានប្រាប់ Billy Batson នឹងឲ្យប្រើធម៌ពលទាំងនេះទៅធ្វើអំពើល្អនិងជាពិសេសគឺទៅបង្ក្រាប Dr. Sivana និងចាត់ការបិសាចនៃអំពើបាបទាំង7ឲ្យបានគឺមានបិសាចអំនួនច្រណែនលោភលន់កំហឹងខ្ជិលច្រអូសបិសាចជូជក់និងបិសាចតណ្ហាចំពោះក្មេងប្រុស Billy Batson ផ្ទាល់គាត់នឹងគឺជាកូនកំព្រាម្នាក់និងរស់នៅជាមួយនឹងឪពុកម្ដាយក៏ដូចជាបងប្អូនកូនចិញ្ចឹមចំនួន5នាក់ផ្សេងទៀតរស់នៅពេលប៉ះគ្នាជាមួយនឹង Dr. Sivana នឹងឃើញបិសាចរបស់វាច្រើនពេកម្នាក់ឯងពិបាកទប់ទល់ Billy Batson ក៏បានឲ្យបងប្អូនទាំង5នាក់របស់គាត់កាន់ដំបងវេទមន្តនិងនិយាយពាក្យ Shazam ហើយក៏បានចែករំលែកធម៌ពលរបស់ខ្លួនកែប្រែក្មេងៗទាំង5នាក់នេះឲ្យបានក្លាយទៅជា Superhero ធម៌ពលអាទិទេពដូចជាខ្លួនអញ្ចឹងនិងត្រូវបានគេហៅថា Shazam Family រួចនៅពេលដែលឃើញ Dr. Sivana ចង់មកដណ្ដើមយកដំបងវេទមន្តរបស់ Wizard នេះខ្លាំងពេក Billy Batson ក៏បានកាច់បំបាក់វាចោលផងដែរហើយគាត់ជាមួយនឹងបងប្អូន Shazam Family នឹងក៏អាចប្រយុទ្ធយកឈ្នះរួចក៏បានឃុំឃាំងបិសាចនៃអំពើបាបទាំង7ហើយបន្តមកទៀត Shazam ក៏បានស្គាល់និងរាប់អានគ្នាជាមួយនឹង Superman ផងដែរហើយក៏បានអញ្ជើញគាត់មកញ៉ាំបាយនៅសាលាជាមួយគ្នាទៀតផងមួយរយៈក្រោយមក Billy ក៏បានរកឃើញផងដែរថាកាលដែលវាយកាច់បំបាក់ដំបងវេទមន្តរបស់ Cruiser ចោលនឹងគឺជាកំហុសដ៏ធំមែនទែនព្រោះតែ Wizard Shazam គឺបានប្រើដំបងវេទមន្តនឹងកាត់ផ្ដាច់ឋានអាទិទេពនិងឋានមនុស្សលោកហើយកាលដែលវាខូចអញ្ចឹងទើបអាទិទេពប៉ុន្មាននាក់ក៏បានធ្វើដំណើរមកកាន់ផែនដីផងដែរជាពិសេសនោះគឺកូនស្រីទាំង3នាក់របស់អាទិទេព Atlas គឺមានអាទិទេព Hespera Calypso ហើយនិង Anthea រួចពួកគេក៏បានទៅចាប់ខ្លួន Wizard Shazam ក៏ដូចជាបង្ខំគាត់ឲ្យជួសជុលដំបងវេទមន្តមកវិញផងដែរហើយគោលដៅរបស់អាទិទេពទាំង3នេះគឺទៅស្វែងរកផ្លែប៉ោមពណ៌មាសដែលជាគ្រាប់ពូជរបស់ដើមឈើនៃជីវិត The Tree of Life និងចង់យកវាមកកែប្រែឋានអាទិទេពធ្វើឲ្យមានភាពល្អប្រសើរពោពេញដោយអានុភាពឡើងវិញចំណែកឯ Billy Batson និងគ្រួសារ Shazam Family របស់គាត់ក៏បានទៅប្រយុទ្ធតទល់ជាមួយនឹងអាទិទេពទាំង3នាក់នេះផងដែរហើយ Hespera ក៏បានចូលទៅកាន់កន្លែង The Rock of Eternity និងទៅលួចយកផ្លែប៉ោមពណ៌មាស The Golden Apple បានសម្រេចហើយគាត់ក៏មានបំណងយកវាមកដាំលើឋានអាទិទេពផងដែរប៉ុន្តែចំពោះបុត្រីទី2របស់ Atlas គឺអាទិទេព Calypso នឹងគឺមានសេចក្តីស្អប់ទៅលើមនុស្សលោកមែនទែនដូច្នេះគាត់ក៏បានដណ្ដើមយកដំបងវេទមន្តក៏ដូចជាផ្លែប៉ោមពណ៌មាសពី Hespera និងបានចុះទៅផែនដីនិងយកវាទៅដាំលើឋានមនុស្សលោករួចនៅពេលដែលបងប្អូនស្រីទាំងពីរប្រឆាំងនឹងគំនិតមួយនេះ Calypso ក៏បានសម្លាប់ Hespera ចោលក៏ដូចជាស្រូបយកធម៌ពលចេញពីអាទិទេព Anthea ទៀតផងបន្តមកទៀតកាលដែលយកគ្រាប់ពូជវេទមន្ត The Tree of Life នឹងទៅដាំខុសទីតាំងបែបនេះដើមឈើនៃជីវិតក៏បានកែប្រែទៅជាដើមឈើនៃបិសាចរួចក៏បានបញ្ចេញនៅពពួកសត្វចម្លែកជាច្រើនផុសចេញមកបង្កជាចលាចលខ្លាំងមែនទែនចំណែកគ្រួសារ Shazam Family វិញក៏បានទៅព្យាយាមបញ្ឈប់អាទិទេព Calypso ផងដែរប៉ុន្តែពួកគេភាគច្រើននឹងគឺសិតតែត្រូវបាន Calypso ប្រើដំបងវេទមន្តស្រូបធម៌ពលអាទិទេពចេញអស់ពីខ្លួននិងត្រឡប់មកក្លាយទៅជាក្មេងមនុស្សធម្មតាវិញពលចុងក្រោយគឺនៅសល់តែ Billy Batson ម្នាក់ប៉ុណ្ណោះដែលនៅតទល់ជាមួយនឹងអាទិទេព Calypso និងសត្វនាគរាជដ៏សាហាវមួយហៅថា Ledon រួចក្នុងការប្រយុទ្ធគ្នានឹង Billy ក៏មានឱកាសក្នុងការដណ្ដើមយកដំបងវេទមន្តចេញពីដៃរបស់ Calypso រួចក៏បញ្ឆោតឲ្យសត្វនាគ Ledon បានកម្លាំងភ្លើងយ៉ាងខ្លាំងមកកាន់គាត់និងបញ្ចូលធម៌ពលដាក់ទៅក្នុងដំបងវេទមន្តនេះផងដែររួចហើយនៅពេលដែលបញ្ចូលច្រើនទៅ Billy ក៏បានប្រើវាបំផ្ទុះនៅធម៌ពលយ៉ាងខ្លាំងដូចជាគ្រាប់បែកអញ្ចឹងរួចក៏អាចសម្លាប់អាទិទេព Calypso និងសត្វនាគរាជ Ledon បានក៏ដូចជាកំទេចដើមឈើមួយនេះចោលផងដែរប៉ុន្តែ Billy Batson ផ្ទាល់ក៏បាត់បង់ជីវិតដូចគ្នារួចក្រោយពីភាពវឹកវរបានបញ្ចប់ Cruiser Shazam ក៏បានយកគ្រាប់ពូជដើមឈើនៃជីវិតនឹងទៅដាំនៅលើឋានអាទិទេពវិញក៏ដូចជាយកសាកសពរបស់ Billy ទៅកប់នៅទីនោះហើយដោយសារតែឥឡូវដំបងវេទមន្តនឹងគឺអស់ធម៌ពលទៅហើយគាត់នឹងគឺមិនអាចជួយ Billy ឲ្យមានជីវិតឡើងមកវិញនោះទេប៉ុន្តែក្នុងពេលហ្នឹង Wonder Woman ក៏បានបង្ហាញខ្លួនមកហើយដោយសារតែនាងក៏ជាអាទិទេពម្នាក់ដែរ Wonder Woman ក៏អាចធ្វើឲ្យដំបងវេទមន្តរបស់ Cruiser នឹងគឺមានធម៌ពលឡើងមកវិញនិងអាចជួយសង្គ្រោះជីវិតរបស់ Billy Batson ទៀតផងឥឡូវនេះគឺយើងត្រឡប់មកមើលសាច់រឿងពីការប៉ះគ្នាជាមួយនឹង Black Adam និង Superman វិញពលគឺក្រោយពេលដែលត្រូវបានឃុំឃាំងអស់រយៈពេល 5000 ឆ្នាំមក Black Adam នៅពេលនេះគឺមានគំនុំគុំគួនជាមួយនឹង
គ្រូសិលសាហ្សែមខ្លាំងមែនទែនហើយក៏ប្រាជ្ញាចិត្តមិនឲ្យសាហ្សែមនឹងអាចជ្រើសរើស Champion បានថ្មីនោះទេចំណែកក្មេងប្រុស Billy Batson វិញក៏បានទៅស្គាល់គ្នាជាមួយនឹងអ្នកកាសែតម្នាក់ឈ្មោះ Clark Kent ផងដែរដោយសារតែ Clark នឹងគឺចង់ធ្វើសារព័ត៌មានទាក់ទងនឹងជីវិតក្មេងកំព្រាដាក់កាសែត The Daily Planet រួចក្នុងពេលដែលអ្នកទាំងពីរកំពុងតែនិយាយគ្នានៅកន្លែងភោជនីយដ្ឋានមួយ Black Adam នឹងគឺស្រាប់តែបង្ហាញខ្លួនមកតែម្ដងដោយសារតែទទួលបានចំហាយរបស់គ្រូសិលសាហ្សែមចេញពីក្នុងខ្លួនរបស់ក្មេងប្រុស Billy Batson ម្នាក់នេះរួចនៅពេលដែលឃើញ Black Adam ចង់មករកសម្លាប់កូនក្មេងអញ្ចឹង Clark ក៏បានប្រញាប់ទៅបញ្ចេញសម្លៀកបំពាក់ជា Superman មកនិងចូលទៅវាយមួយស្មើជាមួយនឹង Black Adam តែម្ដងរួចទោះជាកម្លាំងបាយរបស់ Superman ខ្លាំងជាងក៏ដោយនៅពេលដែល Black Adam បានយុទ្ធសិលរន្ទះដាក់គាត់គឺពិតជាពិបាកទប់ទល់មែនតើព្រោះតែប្រភេទយុទ្ធសិលឬក៏វេទមន្តអាគមអូមអាមអីហ្នឹងគឺជាចំណុចខ្សោយរបស់ Superman ប៉ុន្តែទោះជាយ៉ាងណា Superman ក៏មានឱកាសដាក់ Black Adam សងទៅពីបេដៃវិញហើយក៏បានបាញ់ភ្នែក laser ដាក់ទៅកាន់គាត់ផងដែររាក្មេងប្រុស Billy Batson វិញក៏ត្រូវបានគ្រូសិលសាហ្សែមជួយសង្គ្រោះនិងផ្ទេរថាមពលឲ្យទៅកាន់គាត់រួចក្មេងប្រុសម្នាក់នេះក៏អាចប្រែកាឡាទៅជា Superhero ដ៏ខ្លាំងនិងមានរហស្សនាមថា Captain Marvel និងអាចទៅប្រយុទ្ធមួយស្មើជាមួយនឹង Black Adam បានហើយដោយសារតែ Black Adam នេះគឺមានអាយុច្រើននិងបទពិសោធន៍ច្រើនជាងគាត់នឹងគឺនៅតែអាចផ្ដួលសាហ្សែមដដែលរួចភ្លាមនោះ Superman ក៏បានងើបមកវិញរួចក៏បានរួមដៃគ្នាជាមួយនឹងសាហ្សែមព្រួតវាយ2ទល់1ជាមួយនឹង Black Adam តែម្ដងហើយចំពោះ Black Adam នៅពេលដែលវាយ Superman និងសាហ្សែមមិនឈ្នះបែបនេះគាត់នឹងក៏បានបែរទិសដៅទៅរកប្រជាជនស្លូតត្រង់វិញនិងបានទៅកំទេចកន្លែងទំនប់ទឹកដ៏ធំមួយនិងធ្វើឲ្យទឹកបាក់ចូលទៅក្នុងទីក្រុងអញ្ចឹងហើយ Superman ក៏បានបញ្ញាប់ទៅរកវិធីទប់ទឹកចំនួនផងដែរបន្សល់ទុកសាហ្សែមឲ្យនៅម្នាក់ឯងរួចក៏ប្រោលឱកាសឲ្យ Black Adam នឹងធ្វើការដាក់ក្មេងប្រុសម្នាក់នេះវាយតែម្ដងរួចក៏បានគំរាម Billy Batson នឹងឲ្យផ្ទេរថាមពលអាទិទេពរបស់គ្រូសិលទាំងអស់មកឲ្យគាត់តែអ្វីដែល Black Adam មិនបានដឹងនឹង Superman គឺអាចទប់ទឹកចំនួនបានយ៉ាងលឿនតែម្ដងជាមួយនឹងដង្ហើមទឹកកករបស់គាត់រួចក៏បានត្រឡប់មកជួយសាហ្សែមវិញផងដែរនិងព្រួតវាយ2ទល់1ជាមួយនឹង Black Adam សាជាថ្មីនិងអាចផ្ដួលឲ្យគាត់ចុះចាញ់បានសម្រេចបន្តមកទៀតសត្វខ្លាវេទមន្តមួយដែលជាអ្នកបម្រើរបស់គ្រូសិលសាហ្សែមក៏បានបង្ហាញខ្លួនមករួចក៏ចង់ចាប់ខ្លួន Black Adam នឹងយកទៅនិរទេសទៅកាន់កាឡាក់ស៊ីផ្សេងឆ្ងាយពីផែនដីរាប់ម៉ឺនរាប់លានឆ្នាំពន្លឺតែម្ដងហើយចំពោះ Black Adam វិញដោយសារតែត្រូវបានជាប់ឃុំ 5000 ឆ្នាំហើយគាត់នឹងគឺមិនចង់ជាប់ឃុំទៀតនោះទេហើយក៏សម្រេចចិត្តស្រែកពាក្យសាហ្សែមប្រែកាឡាខ្លួនទៅជាមនុស្សធម្មតាហើយដោយសារតែរាងកាយចំណាស់ទ្រុឌទ្រោម Black Adam ក៏បានរលាយខ្លួនស្លាប់បាត់បង់ជីវិតភ្លាមនឹងអ្នកទាំងអស់គ្នាសាច់រឿងរបស់ Shazam Black Adam និង Superman នេះគឺចប់ត្រឹមហ្នឹងកុំភ្លេចចុច like និង subscribe យើងជួបគ្នានៅវីដេអូក្រោយទៀត